តើអ្នកកំពុងនឿយហត់នឹងភាពអ៊ូអរក្នុងទីក្រុងមែនទេសូមស្វាគមន៍មកកាន់ការរស់រានមានជីវិតក្នុងព្រៃជ្រៅវីដេអូនេះនឹងនាំអ្នកទៅទស្សនាការសាងសង់ទីជម្រកសម្ងាត់ដ៏អស្ចារ្យរបស់បុរសម្នាក់ដែលបានទម្លាក់ចោលភាពតានតឹងរួចចូលមករកភាពស្ងប់ស្ងាត់ក្នុងធម្មជាតិដោយប្រើប្រាស់ត្រឹមតែជំនាញជាងឈើបុរាណនិងការច្នៃប្រឌិតដើម្បីសាងវីឡាឈើដ៏កក់ក្ដៅសូមបោះបង់កង្វល់បន្ធូរអារម្មណ៍និងតាមដានទាំងអស់គ្នារឿងរ៉ាវចាប់ផ្ដើមឡើងពីពូចាងដែលទើបតែត្រូវបញ្ឈប់ពីការបាននាំហ្វូងឆ្កែរបស់គាត់ចូលមកក្នុងព្រៃដោយរៀបចំប្រើប្រាស់ប្រាក់បំណាច់យ៉ាងច្រើននេះដើម្បីសាងសង់វីឡាផ្ទាល់ខ្លួនមួយនិងចាប់ផ្ដើមជីវិតចូលនិវត្តន៍មុនកាលកំណត់គាត់បានដើរតម្រង់ទៅកាន់ទីតាំងហុងស៊ុយដ៏ល្អដែលគាត់បានមើលទុកតាំងពីយូរដំឡើងឧបករណ៍នៅក្នុងកាបូបរួចចាប់ផ្ដើមរៀបចំខួងគ្រឹះសម្រាប់សាងសង់ផ្ទះទីនេះគឺជាច្រាំងដីធម្មជាតិដែលមានកម្ពស់ខុសគ្នារវាងខាងលើនិងខាងក្រោមប្រហែល2ម៉ែត្រកន្លះពូចាងមានគម្រោងទាញយកប្រយោជន៍ពីសណ្ឋានដីធម្មជាតិនេះដើម្បីសាងសង់វីឡាមួយនៅតាមជម្រាលម្យ៉ាងវិញទៀតវាអាចកាត់បន្ថយការជីកដីហើយម្យ៉ាងទៀតវានឹងមានផាសុកភាពខ្លាំងក្នុងការរស់នៅគាត់ចាប់ផ្ដើមសម្អាតថ្មនិងស្មៅនៅលើជម្រាលបន្ទាប់មកដំឡើងប៉ែប្រហុំមុខងារដើម្បីជីករណ្ដៅគ្រឹះសសរនៅលើដីបន្ទាប់ពីការជីកគ្រឹះត្រូវបានបញ្ចប់ពូចាងបានប្រមូលបំណែកថ្មដែលនៅរីប៉ាយដាក់មួយស្រទាប់នៅបាតរណ្ដៅជាមុនបន្ទាប់មកចាក់ទឹកជ្រោះភ្នំឆ្នាំ82ចូលបន្តិចហើយប្រើដំបងឈើបុកថ្មទាំងនោះឲ្យណែនចូលទៅក្នុងស្រទាប់ដីដើម្បីបង្កើនសមត្ថភាពទ្រទម្ងន់របស់គ្រឹះបន្ទាប់ពីរៀបចំអ្វីរួចរាល់ក៏ចាប់ផ្ដើមដំណើរការសាងសង់ជាផ្លូវការលើកនេះគាត់មិនមានបំណងកាត់ឈើដោយផ្ទាល់ដៃទេដោយគាត់បានទិញឈើសម្រេចតែម្ដងព្រោះថាមិនមែនគាត់គ្មានលទ្ធភាពនោះទេគាត់ប្រើខ្សែបន្ទាត់ខ្មៅដើម្បីគូសចំណុចកណ្ដាលនៅលើបន្ទះឈើរួចកាត់វាជាពីរកាត់ជាដុំឈើតូចសម្រាប់ត្រៀមទុកពូចាងបានដាប់ចោះប្រហោងនៅចំកណ្ដាលដុំឈើដើម្បីផ្គុំពួកវាចូលគ្នាជាទម្រង់កាកបាទបន្ទាប់មកកាត់តាមទំហំកម្ពស់ផ្ទះដោយគូសសញ្ញាសម្គាល់នៅចុងម្ខាងនៃដុំឈើរួចកាត់តាមខ្សែបន្ទាត់ពណ៌ខ្មៅចំណែកផ្នែកកណ្ដាលរាងកាកបាទត្រូវបានដាប់ចេញយ៉ាងស្អាតបង្កើតបានជារន្ធដំណើរកាកបាទយ៉ាងស្តង់ដារបន្ទាប់មកយកទំហំឈើដែលបានផ្គុំរួចមកភ្ជាប់ជាមួយដើម្បីបង្កើតសសរផ្ទះជាច្រើនគោលបំណងនៃការធ្វើបែបនេះគឺដើម្បីបង្កើនផ្ទៃប៉ះជាមួយគ្រឹះដែលជួយបង្កើនស្ថិរភាពរបស់គ្រឹះផ្ទះភ្លាមនោះគាត់បានបេះមែកស្រល់មួយចំនួនពីដើមឈើអ្នកដែលឧស្សាហ៍ដើរព្រៃប្រកាសជាដឹងហើយថារបស់នេះក្រៅពីអាចប្រើសម្រាប់ស្អិតជាប់របស់របរវាក៏អាចការពារការពុកផុយនិងការពារសំណើមផងដែរពូចាងបានបង្កាត់ភ្លើងនៅលើដីរំលាយមែកស្រល់ឲ្យទៅជារាវរួចលាបយ៉ាងប្រុងប្រយ័ត្ននៅលើផ្ទៃសសរដើម្បីបង្កើនភាពធន់របស់ឈើបន្ទាប់ពីការងារការពារការពុកផុយត្រូវបានបញ្ចប់គាត់បានដាក់សសរចូលទៅក្នុងរណ្ដៅរួចចាក់ដីលុបវិញដើម្បីធានាថាមិនរង្គើបន្ទាប់មកយកខ្សែចងជុំវិញសសរខាងក្រៅប្រើខ្សែដើម្បីកម្រិតបញ្ឈររបស់សសររួចអាចចាប់ផ្ដើមបុកដីដែលចាក់លុបនោះឲ្យណែនម្ដងមួយដោយគិតដល់ភាពងាយស្រួលនៃការងារនៅពេលក្រោយពូចាងក៏ត្រូវការជណ្ដើរសម្រាប់សាងសង់មួយផងដែរគាត់បានកាត់ឈើធ្វើជាកាំជណ្ដើរដែលមានទំហំប៉ុនគ្នាជាមុនសិនបន្ទាប់មកវាស់គម្លាតនៅលើទូជណ្ដើរលាបកៅនៅលើកាំជណ្ដើរហើយបិទភ្ជាប់ជាមួយទូជណ្ដើរប្រើឧបករណ៍ខួងដោយដៃដើម្បីខួងរន្ធទម្លុះទាំងពីរមុននឹងដោតស្នៀតឈើចូលគាត់ក៏លាបកៅដូចគ្នាដើម្បីភ្ជាប់វាទាំងពីរឲ្យជាប់រឹងមាំបង្កើតបានជណ្ដើរឡើងចំនួន2បន្ទាប់មកខួងរន្ធនៅចុងម្ខាងនៃទូជណ្ដើរហើយប្រើស្នៀតឈើដើម្បីភ្ជាប់គ្នានិងបន្ថែមបន្ទះឈើមួយទៀតនៅផ្នែកកណ្ដាលដើម្បីទុកដើម្បីធានាស្ថិរភាពរបស់ជណ្ដើររាងអក្សរ A ពេលនេះជណ្ដើរសម្រាប់សាងសង់មួយត្រូវបានធ្វើរួចរាល់បន្ទាប់មកអាចចាប់ផ្ដើមការងារបន្ទាប់បានហើយគាត់ប្រើបន្ទាត់ដែកដើម្បីវាស់កម្ពស់នៅលើរសរួចវាស់បន្ទាត់ខ្មៅនៅលើរ៉ឺនីមួយបន្ទាប់មកបិទបន្ទះឈើមួយតាមបន្ទាត់នោះដើម្បីឲ្យមុខកាត់មានភាពរាបស្មើល្អពេលកាត់នៅពេលក្រោយខ្យល់អាកាសបរិសុទ្ធបក់នាំយកក្លិនក្រអូបជីប៉ះចុងច្រមុះសំឡេងសត្វបក្សីនៅក្នុងព្រៃក៏បន្លឺឡើងកាន់តែច្រើនបន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលការងាររៀបចំសសរត្រូវបានបញ្ចប់ជាស្ថាពរពូចាងបានដើរទៅដងទឹកជ្រោះដ៏ថ្លាស្អាតមួយកំសៀវនៅឯទិសខាងលិចបេះស្លឹកតែខ្ចីពីរបីសន្លឹកដើម្បីដាំតែដ៏ឈ្ងុយឆ្ងាញ់មួយកំសៀវទុកជារង្វាន់សម្រាប់ការធ្វើការងារយ៉ាងនឿយហត់បន្ទាប់ពីការសម្រាកពូចាងបានឡើងលើជណ្ដើរហើយចាប់ផ្ដើមកាត់សសរដោយមានជំនួយពីបន្ទះឈើសសរឆេនីមួយត្រូវបានកាត់យ៉ាងស្អាតនេះក៏ជួយសម្រួលដល់ការងារបន្ទាប់ផងដែរ
គាត់ក៏បានធ្វើសញ្ញាសម្គាល់ដំណាក់កាលបាត់នៅលើកំពូលសោះដូចគ្នារួចចាប់ផ្ដើមដាប់វាម្ដងមួយការដាប់នេះមួយគឺមានភាពជាក់លាក់ឥតខ្ចោះដាប់រន្ធដំណបានយ៉ាងស្អាតនិងមានរាងការ៉េល្អទឹកមុខរបស់គាត់បង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរាល់ចលនានេះមួយបង្ហាញពីបទពិសោធន៍ដ៏យូរឆ្នាំរបស់គាត់ដំណើរការទាំងមូលប្រព្រឹត្តទៅយ៉ាងរលូនដោយមិនមានភាពរអាក់រអួលសូម្បីតែបន្តិចចំណាយពេលត្រឹមតែកន្លះថ្ងៃក៏អាចដាប់រន្ធដំនៅលើកំពូលសោះរបានរួចរាល់ទាំងអស់បន្ទាប់មកគឺដល់ដំណាក់កាលសំខាន់នៃរចនាសម្ព័ន្ធឈើហើយគាត់ប្រើម៉ែត្រខ្សែដើម្បីវាស់ចម្ងាយរវាងសសរខុសតែបន្តិចគឺខាត់បងយ៉ាងច្រើនដំណាក់កាលនេះមិនអាចមានកំហុសសូម្បីតែបន្តិចពូចាងបានគូវាស់យ៉ាងប្រុងប្រយ័ត្ននៅលើបន្ទះឈើនិងកត់សម្គាល់ស្នាមកាត់យ៉ាងជាក់លាក់បន្ទាប់មកយកដាវដាប់ឈើមកដាប់បន្តត្រឹមតែប៉ុន្មានដងក៏អាចបង្កើតបានជារាងដំដែលត្រូវគ្នាដោយគិតដល់ការត្រួតគ្នានៃធ្នឹមបញ្ឈរនិងផ្ដេកគាត់ត្រូវកាត់ជម្រៅពាក់កណ្ដាលដែលត្រូវគ្នាដើម្បីធ្វើជាដំខ្វែងដើម្បីឲ្យធ្នឹមឈើអាចភ្ជាប់គ្នាហើយនៅតែរក្សាភាពរាបស្មើជំហាននេះចំណាយពេលច្រើនណាស់ទាមទារឲ្យដំឡើងធ្នឹមបញ្ឈរទាំងអស់ឲ្យរួចរាល់ជាមុនសិនបន្ទាប់មកទើបវាស់តាមទំហំជាក់ស្ដែងទើបអាចធ្វើធ្នឹមផ្ដេកបានដោយសារតែជំនាញជាងឈើដ៏ប៉ិនប្រសប់របស់ពូចាងដំណឈើត្រូវបានដំឡើងយ៉ាងស៊ីចង្វាក់គ្នាដោយគ្មានចន្លោះភាពជាក់លាក់គឺល្អឥតខ្ចោះប្រៀបដូចជាធម្មជាតិបង្កើតមកអញ្ចឹងឈើដ៏ស្រស់ស្អាតត្រូវបានគុំបញ្ចូលគ្នាយ៉ាងប៉ិនប្រសប់នៅក្នុងដៃដំឡើងធ្នឹមផ្ទះវីឡាបណ្ដានៅតាមមាត់ទន្លេផ្ទះដ៏កក់ក្ដៅមួយចាប់ផ្ដើមលេចជារូបរាងបន្តិចម្ដងពីក្នុងគ្រោងឈើចំពោះកំទេចឈើដែលនៅសល់ពីការកាត់ពូចាងបានកែច្នៃពួកវាទៅជាដុំឈើរាងត្រីកោណកែងខួងរន្ធពីរនៅលើដុំឈើនីមួយដាក់វានៅគល់ធ្នឹមឈើហើយគូសញ្ញាសម្គាល់រួចដាប់រន្ធឲ្យស៊ីគ្នាបន្ទាប់មកអាចប្រើស្នៀតឈើដើម្បីភ្ជាប់វាទៅនឹងសសរដើម្បីបង្កើនសមត្ថភាពទ្រទម្ងន់នៅចំណុចភ្ជាប់រវាងធ្នឹមនិងសសរនៅក្នុងព្រៃមានសម្លេងគូយ៉ាងច្បាស់និងមានចង្វាក់របស់គាត់រាល់ការគូម្ដងធ្វើឲ្យធ្នឹមនិងសសរកាន់តែភ្ជាប់គ្នាជាប់ល្អមិនដឹងថាពេលវេលាកន្លងផុតទៅយូរប៉ុណ្ណាទេក្រុមជាន់ទី1ត្រូវបានសាងសង់រួចរាល់ហើយគាត់បន្តវាស់និងគូសញ្ញាសម្គាល់ដំនៅលើដុំឈើដើម្បីធ្វើជាចំណុចភ្ជាប់សម្រាប់រចនាសម្ព័ន្ធជាន់ទី2ធ្វើបែបនេះដូចគ្នានៅចុងទាំងសងខាងនៃដុំឈើដើម្បីត្រៀមរៀបចំសសរទ្រសម្រាប់ជាន់ទី2បន្ទាប់មកភ្ជាប់សសរនិងធ្នឹមចូលគ្នានិងភ្ជាប់ដុំឈើត្រីកោណនៅគល់ដើម្បីទប់សសរឲ្យនឹងល្អដូចគ្នាសសរជាន់ទី2ក៏បានលេចជារូបរាងឡើងការធ្វើធ្នឹមដំបូលមានភាពខុសប្លែកពីមុនបន្តិចក្រៅពីត្រូវមានរន្ធដំដែលត្រូវនិងកំពូលសសរគាត់នៅត្រូវធ្វើរន្ធដំទ្វេនៅចុងទាំងសងខាងនៃធ្នឹមផងដែរការធ្វើរនុដំបូលមិនត្រឹមតែត្រូវគិតដល់បញ្ហានៃការភ្ជាប់គ្នាប៉ុណ្ណោះទេថែមទាំងត្រូវដាប់រន្ធដំដែលស៊ីគ្នានឹងធ្នឹមនៅទីតាំងដែលសមស្របទៀតផងទើបអាចធានាបាននូវការភ្ជាប់ដោយដុំឈើបានយ៉ាងល្អិតល្អន់បន្ទាប់ពីគ្រឿងបង្គុំដំបូលត្រូវបានរៀបចំរួចរាល់គាត់ក៏ចាប់ផ្ដើមដំឡើងវាម្ដងមួយក្នុងដំណើរការទាំងមូលពូចាងមិនបានប្រើដៃគោសូម្បីតែមួយដើមគឺពឹងផ្អែកទាំងស្រុងលើការធ្វើដំណឈើដោយដៃពិតជាបានបង្ហាញពីជំនាញជាងឈើរបស់គាត់បានយ៉ាងអស្ចារ្យមែនចំណែកឯការធ្វើមេដំបូលវិញគឺត្រូវទុកចន្លោះសម្រាប់បន្ទះដំបូលជាដំបូងគាត់ដាប់ចង្អូរនៅលើធ្នឹមបញ្ឆិតបន្ទាប់មកចុះមកដីដើម្បីចាប់ផ្ដើមធ្វើវាគាត់វាស់បន្ទាត់ខ្មៅនៅសងខាងដុំឈើដាប់តាមសញ្ញាសម្គាល់ម្ដងមួយដើម្បីបង្កើតចង្អូរសម្រាប់ដំឡើងបន្ទះដំបូលបន្ទាប់មកគ្រាន់តែយកវាទៅដំឡើងនៅលើដំបូលជាការស្រេចមួយពព្រិចភ្នែកក៏ដល់ពេលថ្ងៃត្រង់ក្បាលពស់ទេស្អាតធ្វើឲ្យគាត់ពិបាកចង់អារម្មណ៍ពូចាងបានរកឃើញគល់ត្នោតមួយនៅក្នុងព្រៃក៏យកវាមកកាន់កន្លែងបោះជំរំឃុំយកបណ្ដូលឈើចេញរួចដាប់រន្ធខ្យល់ចូលនៅលើផ្ទៃរបស់វាคล้ายជាចង្ក្រានដ៏សាមញ្ញមួយគាត់ប្រញាប់ប្រញ័របង្កាត់ភ្លើងយកគ្រឿងផ្សំដែលទុកតាំងពីយូរចេញពីកាបូបហើយចាប់ផ្ដើមធ្វើអាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់គាត់យកដំឡូងបារាំងមកជៀរវារួចដាក់ចូលទៅក្នុងឆ្នាំងដើម្បីស្ងោរហាន់ផ្សិតនិងការ៉ុតស្របពេលនោះក៏យកដំឡូងបារាំងដែលស្ងោរឆ្អិនមកកិនឲ្យម៉ត់ចាក់ប្រេងចូលក្នុងឆ្នាំងឆាការ៉ុតនិងផ្សិតឲ្យឆ្អិនបន្ទាប់មកចាក់ទឹកនិងដំឡូងបារាំងកិនចូលដើម្បីរងាស់រោយគ្រឿងទេសបន្តិចក្លិនឈ្ងុយយ៉ាងខ្លាំងក៏សាយភាយពេញអាកាសភ្លាមធ្វើឲ្យព្រៃដ៏ស្ងាត់ជ្រុងនេះពោពេញទៅដោយបរិយាកាសដ៏កក់ក្ដៅ
មុខម្ហូបដំឡូងបារាំងកិននេះគ្រាន់តែជាអាហារគោប៉ុណ្ណោះគាត់នៅត្រូវការជាតិប្រូតេអ៊ីនជាច្រើនទៀតដើម្បីស្ដារធម្មពលឡើងវិញមើលទៅលើភាពសម្បូរបែបនៃមុខម្ហូបពូចាងមិនត្រឹមតែពូកែខាងធ្វើឈើប៉ុណ្ណោះទេគាត់ថែមទាំងជាអ្នកដែលស្រឡាញ់ការញ៉ាំអាហារឆ្ងាញ់ទៀតផងកន្លះម៉ោងក្រោយមកអាហារដ៏ឈ្ងុយឆ្ងាញ់ជាច្រើនមុខត្រូវបានធ្វើរួចរាល់គាត់ដួសដំឡូងបារាំងកិនមួយចានសម្រាប់ខ្លួនឯងសិនបន្ទាប់មកយកប្រអប់ឈើចំនួន4មកដើម្បីចែករំលែកដល់ហ្វូងឆ្កែរបស់គាត់បន្តិចបន្តួចរួចក៏អាចចាប់ផ្ដើមទទួលទានអាហារថ្ងៃត្រង់យ៉ាងរីករាយបន្ទាប់ពីញ៉ាំអាហារយ៉ាងឆ្អែតធម្មពលរបស់ពូចាងក៏ពេញឡើងវិញភ្លាមខួរក្បាលដ៏វៃឆ្លាតក៏ចាប់ផ្ដើមដំណើរការឡើងវិញគាត់យកបន្ទះឈើមកកាត់បន្ទាប់មកគូសបន្ទាត់ខ្មៅទាំងសងខាងរួចដកដងដាវដាប់ឈើចេញបន្ទាប់មកយកដុំឈើមួយមកកែច្នៃប៉ុន្តែពេលនេះខ្ញុំនៅមិនទាន់ដឹងថាគាត់ធ្វើវាសម្រាប់អ្វីនោះទេតាមមិត្តអាចទីដឹងទេថាវាជាអ្វីសូមអបអរសាទរអ្នកទីត្រូវហើយគាត់បានបង្កើតឈូសឈើដោយដៃមួយឈូសតាមបន្ទាត់ខ្មៅដើម្បីធ្វើមុខដំណើរនៅលើបន្ទះឈើទាំងសងខាងបន្ទះដំបូលដែលធ្វើតាមរបៀបនេះគឺចិត្តល្អណាស់មិនចាំបាច់ព្រួយបារម្ភពីហានិភ័យនៃការលិចទឹកនោះទេដើម្បីកាន់តែមានសុវត្ថិភាពគាត់ក៏បានរំលាយជ័រស្រស់បន្តិចបន្តួចដើម្បីលាបមួយស្រទាប់នៅខាងក្នុងមុខដំមុនពេលដំឡើងបន្ទាប់មកបញ្ចូលវាទៅក្នុងចង្អូររបស់មេដំបូលនិងរឹមដំបូលធ្វើឲ្យបន្ទះឈើទាំងពីរស្អិតជាប់គ្នាយ៉ាងរឹងមាំបង្កើតបានជាដំបូលដ៏ចិត្តល្អចំណែកឯវិធីសាស្ត្រនៃការធ្វើក្តាររនាបក៏ដូចគ្នាដែរគ្រាន់តែធ្វើការកែច្នៃនៅពេលជួបឧបសគ្គគឺអាចទទួលបានលទ្ធផលយ៉ាងជិតល្អដូចគ្នាបូករួមទាំងការប្រើស្នៀតឈើដើម្បីបន្ថែមភាពរឹងមាំគឺនឹងមានភាពរឹងមាំយ៉ាងខ្លាំងពេលនេះផ្ទះឈើទាំងមូលចាប់ផ្ដើមលេចចេញរូបរាងឡើងហើយប៉ុន្តែនេះមិនទាន់ដល់ពេលដែលត្រូវរីករាយនឹងលទ្ធផលនោះទេគាត់នៅតែត្រូវប្រឹងប្រែងបន្តទៀតដើម្បីបញ្ចប់ផ្នែកផ្សេងដោយគិតដល់បញ្ហានៃការឡើងចុះនៅពេលក្រោយពូចាងរៀបចំធ្វើជណ្ដើរមុនគេឃើញថាគាត់បានដាប់រុននៅលើគល់ឈើមួយកប់វាចូលទៅក្នុងរណ្ដៅដែលបានជីករួចបន្ទាប់ពីពិនិត្យដោយប្រដាប់វាស់កម្រិតរួចទើបអាចចាក់ដីលុបនិងបុកឲ្យណែនបន្ទាប់មកធ្វើរុនដំណើរចុងម្ខាងនៃគល់ឈើចុងម្ខាងភ្ជាប់ជាមួយគល់ឈើចំណែកចុងម្ខាងទៀតដាក់នៅលើធ្នឹមដើម្បីភ្ជាប់ឲ្យជាប់បង្កើតបានជាតួចណ្ដារដ៏រឹងមាំមួយភ្លាមនោះពូចាងក៏បានដាប់ចង្អូរនៅលើទូចណ្ដារដាក់ឈើពុះកណ្ដាលចូលដើម្បីធ្វើជាកម្មចណ្ដាររាល់កម្មចណ្ដារនីមួយត្រូវតែរក្សាភាពរាបស្មើទើបចាត់ទុកថាស្របតាមស្តង់ដារគុណភាពតាមរយៈការធ្វើបែបនេះម្ដងហើយម្ដងទៀតចណ្ដារតូចមួយក៏អាចយកមកប្រើប្រាស់បានហើយបន្ទាប់មកគាត់បន្តក្រាលក្តាររនាបរានហាលទៅខាងក្រៅតាមរបៀបមុនចំណែកកន្លែងទំនេរនៅកណ្ដាលទុកជាច្រកចេញចូលរបស់ចណ្ដារដើម្បីធានាបាននៅទំហំលំហែនៅលើរានហាលប្រកបណាស់ពូចាងមិនបណ្ដោយឲ្យខាត់បង់ផ្ទៃដីធំបែបនេះទេគាត់បានរៀបចំបន្ទះឈើយ៉ាងមានសណ្ដាប់ធ្នាប់នៅលើច្រកចេញចូលហើយប្រើបន្ទះឈើពីរសន្លឹកដើម្បីពង្រឹងវាប៉ុន្តែនៅទីនេះគាត់បានបំពានច្បាប់ដោយប្រើដៃគោប៉ុន្តែដោយសារតែទឹកដៃដ៏ប៉ិនប្រសប់របស់គាត់ខ្ញុំនឹងរក្សាការរិះគន់នេះទុកសិនបន្ទាប់មកភ្ជាប់ត្រចៀកទ្វារទៅនឹងធ្នឹមនោះវានឹងអាចបើកបិទបានយ៉ាងងាយស្រួលដំណើរការសាងសង់រហូតមកដល់គ្រាន់តែក្រុមជំរកទាំងមូលនេះបានចំណាយពេលរបស់គាត់អស់20ថ្ងៃទៅហើយពេលនេះនៅទីបំផុតពូចាងអាចធ្វើជញ្ជាំងឲ្យវាបានហើយគាត់បានលីដេអេតជាមួយទឹកយ៉ាងសព្វល្អដើម្បីធ្វើជាសម្ភារៈចម្បងសម្រាប់សាងសង់ជញ្ជាំងជាន់ទី1បន្ទាប់មកគាត់ក៏ប្រមូលធ្មេញនៅជុំវិញនោះជាដំបូងប្រើខ្សែចងនៅលើរសរដើម្បីកំណត់ទីតាំងជញ្ជាំងបន្ទាប់មកតាមខ្សែបន្ទាត់ប្រើដេអាត់ដើម្បីរៀបធ្មេញបន្ទប់លើគ្នារបៀបរៀបធ្មេញនេះគឺស្រដៀងគ្នានឹងការរៀបអត់ដែរគ្រាន់តែមួយនេះវាពិបាកជាងគាត់ត្រូវតម្រូវតាមរាងរបស់ធ្មេញម្ដងហើយម្ដងទៀតទើបអាចរៀបជញ្ជាំងបានយ៉ាងស្អាតបែបនេះនៅពេលដែលជញ្ជាំងធ្មេញមានកម្ពស់ដល់1ម៉ែត្រពូចាងបានធ្វើស៊ុមបង្អួចមួយដោយផ្ទាល់ដៃដើម្បីអាចស្រូបយកខ្យល់អាកាសបរិសុទ្ធមិនបែកចេញពីផ្ទះគាត់ចេះតែបន្តសាងសង់ផ្ទះដ៏កក់ក្ដៅសម្រាប់ខ្លួនឯងបន្តិចម្ដងអំដោយខ្យល់ត្រជាក់និងពន្លឺព្រះអាទិត្យដ៏កក់ក្ដៅបន្ទាប់ពីចំណាយពេលរៀបជញ្ជាំងអស់ជាច្រើនថ្ងៃនៅទីបំផុតជញ្ជាំងទាំង3ខាងត្រូវបានគាត់សាងសង់រួចរាល់ព្រមទាំងបានក្រាលការ៉ូថ្មម៉ាប់នៅលើកម្រាលផងដែរធ្វើឲ្យបរិយាកាសក្នុងផ្ទះកាន់តែមានផាសុកភាពចំណែកឯដីទំនេរនៅខាងឆ្វេងត្រូវបានគាត់រៀបចំធ្វើជាបំពង់ផ្សែងជាដំបូងគាត់រៀបថ្មនៅមាត់ចង្ក្រានហើយក្រាលថ្មបន្ទះមួយស្រទាប់នៅបាតបង្កើតបានជាចង្ក្រានដែលធន់នឹងកម្ដៅបានយូរបន្ទាប់មករៀបបន្តឡើងទៅលើបន្តិចម្ដងទម្រង់ខាងក្រៅនៃបំពង់ផ្សែងមានរាងតូចបន្តិចម្ដងពីក្រោមទៅលើដើម្បីធានាស្ថិរភាពដំឡើងគម្របការពារទឹកភ្លៀងធ្វើពីឈើសុទ្ធតែធ្វើដោយដៃការងារធ្វើចង្ក្រានកម្ដៅក៏ទទួលបានជោគជ័យពេលចុះមកដល់ដីទើបពូចាងនឹកឃើញថាអាហារបម្រុងរបស់ខ្លួនត្រូវបានញ៉ាំអស់បាត់ទៅហើយគាត់ប្រញាប់ប្រញាល់ឃុំរនតូចនៅលើថាស្មូលមួយដោយប្រើបង្គោលឈើមួយធ្វើជាចុងផ្លែសន្ទូចមួយនៅក្នុងរនតូចនេះមួយប្រមូលដង្កូវនៅក្នុងឈើពុកដើម្បីធ្វើជានុយបន្ទាប់មកដាក់វានៅក្នុងទឹកអូរគ្រាន់តែរងចាំប៉ុន្មាននាទីក៏អាចចាប់បានត្រីឆ្លូញដ៏ឈ្ងុយឆ្ងាញ់ជាច្រើនពូចាងបានយកត្រីឆ្លូញដែលធ្វើរួចមកកាន់ផ្ទះឈើវិញ
ប្រឡាក់ជាមួយទឹកជ្រលក់ម្ទេសរូបមន្តពិសេសប៉ុន្មាននាទីបន្ទាប់មកយកចង្កាក់ដែកមកដោតជាចង្កាក់រួចយកទៅដាក់ឆ្អើរនៅមាត់បំពង់ផ្សែងធ្វើបែបនេះអាចទុកវាបានយូរពេលដែលលែងមានការព្រួយបារម្ភពីរឿងអាហារហើយគាត់ក៏បន្តរៀបចំផ្ទះឈើរបស់គាត់ដោយក្តីសុខពូចាងបានពុះឈើជាពីរប្រើពូថៅដើម្បីចាំងសម្អាតសម្បកខាងក្រៅបន្តិចម្ដងបន្ទាប់មកដាប់ចង្អូរនៅផ្នែកខាងក្រោយប្រើឈើខ្លីពីរដើមដើម្បីភ្ជាប់រួចអាចយកទៅដាក់នៅលើគល់ឈើបានបង្កើតបានជាតិវែងដ៏រឹងមាំមួយអ្វីត្បិតតែពូចាងមានរូបរាងមិនសូវសង្ហាប៉ុន្តែគាត់បានលាក់ទុកនៅក្តីស្រឡាញ់ចំពោះជីវិតនៅក្នុងគ្រប់សកម្មភាពតូចរបស់គាត់ដោយផ្ទាល់ដៃគាត់បានទាញយកធនធានពីធម្មជាតិដើម្បីសាងសង់ផ្ទះដ៏តូចមួយដែលលាយឡំជាមួយនឹងធម្មជាតិនេះគាត់ពិតជាសង្ហាប្រហែលជាភាពតាក់ទាញនៃការសាងសង់ក្នុងព្រៃហើយមើលទៅនិយាយសរសើរច្រើនពេកហើយត្រឡប់មកមើលដំណើរការសាងសង់ផ្លូវការវិញល្អជាងពេលនេះជញ្ជាំងនៅមាត់ទ្វារធំជាន់ទី1នៅមិនទាន់រួចរាល់នៅឡើយបានជ្រើសរើសប្រើថ្មដើម្បីរៀបនោះទេប៉ុន្តែគាត់បែរជាប្រើបន្ទះឈើដើម្បីបិទត្រឹម1ម៉ែត្រជាមុនរួចបន្តការងារជាជាងឈើរបស់គាត់ទៀតឃើញថាគាត់បានប្រើដុំឈើដើម្បីធ្វើស៊ុមបង្អួចមួយបន្ទាប់មកធ្វើចង្អូរសម្រាប់ដាក់កញ្ចក់ប្រើរបៀបដូចគ្នាដើម្បីធ្វើស្លាបបង្អួចតូចមួយហើយភ្ជាប់វាជាមួយស៊ុមដោយប្រើស្នៀតឈើបង្កើតបានជាបង្អួចដែលអាចបើកបានបញ្ចូលវាទៅក្នុងជញ្ជាំងរួចអាចបន្តធ្វើជញ្ជាំងឡើងទៅលើទៀតចំណែកឯគល់ជញ្ជាំងខាងឆ្វេងពូចាងបានទុកទ្វារតូចមួយយ៉ាងយកចិត្តទុកដាក់សម្រាប់ហ្វូងឆ្កែដើម្បីងាយស្រួលចេញចូលដោយសេរីចំពោះការធ្វើទ្វារធំវិញសម្រាប់គាត់គឺងាយស្រួលដូចបកចេញតែមួយផ្លែតក៏អាចធ្វើរួចរាល់បាត់ទៅហើយបន្ទាប់មកគ្រាន់តែយកកញ្ចក់ដែលត្រៀមរួចមកដាក់បញ្ចូលក្នុងស៊ុមប្រើបន្ទះឈើតូចដើម្បីបិទភ្ជាប់ការងារនៅជាន់ទី1ត្រូវបានចំណែកជញ្ជាំងជាន់ទី2វិញគឺងាយស្រួលបំផុតពូចាងចំណាយប្រាក់យ៉ាងច្រើនទិញក្តារបន្ទះសម្រាប់ពីរបីសន្លឹកហើយដំឡើងភ្ជាប់នឹងសសរក៏រួចរាល់ការងារបិទបាំងជញ្ជាំងបាត់ទៅហើយដោយគិតដល់សុវត្ថិភាពនៅរានហាលគាត់ក៏បានធ្វើបង្កាន់ដៃឈើនៅជុំវិញមាត់រានហាលផ្ទះឈើពីរជាន់ដ៏ស្រស់ស្អាតមួយនេះត្រូវបានសាងសង់រួចរាល់ហើយអូខេអ្នកអាចចេញពីផ្ទះរបស់ខ្ញុំបានហើយគ្រាន់តែកម្ពស់ដ៏ទាបរបស់បំពង់ផ្សែងនេះពេលដើរនៅលើរានហាលតើវាមិនហុយផ្សែងដាក់ទេ